ពងវ៉ាក់សួស្ដីម្ហូបដើមខែតិចច្រឡំម្ហូបចុងខែណាដើមខែអើយដើមខែ6តោះងាយអស់លុយតិចលឿនទៀតហើយឆ្ងាញ់ទៀតត្រីខមួយកំប៉ុងប្រាភៅមួយបាច់ពលស្លឹកគ្រៃមួយថងនិយាយត្រង់ណាបើនៅស្រុកវិញគ្មានឲ្យអស់លុយទេអាគ្រឿងក្រៅស្លឹកអីនេះហូតែថ្លៃត្រីខទេពលស្លឹកគ្រៃក៏មានស្លឹកម្រះព្រៅក៏មានខ្វះអីនៅឯស្រុកនៅឯផ្ទះណាហើយមកនៅស្រុកពេញដាំបានស៊ីទេតទៅរកដីដាំមកមិនកើតនៅតែជួសិតសាចឹងយើងដាំលើសាបទេដាំមិនកើតទេឆ្លោះគ្នានឹងតបេះម្រះព្រៅរួចហើយយកទៅលាងទឹកមួយសិនចាំផ្លែតណាតត្រឡប់ពីលាងម្រះព្រៅហើយយើងយកខ្ទឹមសម្ដងមកពុកហេគេមានតន់ដល់ឯណាខ្ញុំញ៉ាំពុកតណាចុះពុកមុនទៅវិថីពុកលេងសើចអីឆាត្រីឆាក្តៅត្រីខនេះវាឆ្ងាញ់ហើយអស់លុយតិចហើយយើងហូបពីមាត់ពីណាហូបបាយឆ្អែតបងប្អូនងាយស្រួលអស់លុយតិចឆាប់បានហូបឆ្ងាញ់មានអីទេដើមខ្ទឹមសហើយបកមកម្ដងមួយបងមួយយកសបកវាចោលអស់ហើយយើងច្រាមខ្ទឹមសនឹងមកនិយាយត្រង់ឲ្យមានកំហុសខុសឆ្គងអីចាំជួយខមមិនប្រាប់ផងណាថ្មីហ្មងដូចចេញពីពុំហ្មងអត់ចេះទេមើលតែគេហើយរៀនតាមគេទៅណារៀនតាមរឿងកាត់វីដេអូមិនរៀនតាមរឿងធ្វើម្ហូបទេអារឿងធ្វើម្ហូបហ្នឹងវាចេះហើយតែកំលោមានសម្ដីនិយាយឆ្កងអីណាជួយណែនាំប្រាប់ផងអត់ចេះខឹងទេជួយចិត្តណាអ្នកប្រាប់ណែនាំនឹងស្រឡាញ់ណាការធ្វើវីដេអូនេះស្រឡាញ់តាំងពីយូរមកហើយតោះចូលសាច់រឿងយើងវិញយើងច្រាមខ្ទឹមមួយម៉ត់ទៅណាច្រាមខ្ទឹមមួយម៉ត់ហើយយើងយកម្ទេសយកមកហាន់ដែរមកច្រាមខ្ទឹមមួយម៉ត់ហើយយើងដួសទុកខ្ទឹមម្ដុំហើយយើងយកម្ទេសយកមកហាន់ម្ដងណាអបមកយើងចាប់ផ្ដើមយកគល់សក្រីយកមកចិញ្ច្រាំមកណាតាមចំណុះចំណូលចិត្តយើងទេយើងច្រាមតិចច្រាមខ្លាំងតែបើចិត្តខ្ញុំមិនចិញ្ច្រាមខ្លាំងទេចិញ្ច្រាមខ្លាំងទៅខ្លាចវាម៉ត់វាស្កាតចឹងណាបើចិត្តខ្ញុំចូលចិត្តហូបវារបៀបនៅដុំកងករបៀបថាដូចយើងបានហូបជាផ្ទាប់ជាបន្លែណាតោះយើងហើយចាប់ផ្ដើមឆាឈៀវងាយស្រួលគ្រាន់តែដាក់ខ្ទះដាក់ភ្លើងដាក់ខ្លាញ់មកយើងដាក់ឲ្យក្តៅតិចមកណាចាក់ខ្លាញ់ចាក់អីហើយលីងខ្ទឹមដាក់ខ្ទឹមលីងជាមួយនឹងគ្រឿងជាមួយនឹងម្ទេសធម្មតាឆារបៀបធម្មតាក្មេងទៅធំក៏វាចេះធ្វើដែរម្ហូបនេះបាច់ចាំឯងណែនាំច្រើនពេកទេអានោះអើយអាអ្នកស្ដាប់នឹងគេធុញឡាប់ហើយមកបបាយអារម្មណ៍មកស្ដាប់បទចម្រៀងមួយបទនៅការរងចាំម្ហូបឆារបស់ខ្ញុំឆាក្តៅត្រីខចងគោហើយនៅចង់ឲ្យជាប់យ៉ារបូតថាឡើយគោតអ្នកដេកចិត្តបន្ទប់នឹងដេកលក់ដែរតោះចូលសាច់រឿងយើងវិញតោះជោកឆាហ្នឹងទៅមានអីដាក់តែខ្ទឹមដាក់តែម្ទេសដាក់តែគល់សក្រីនឹងរីងចូលគ្នាមកងាយឆាប់បានហូបលីងបំពងឈ្ងុយហើយតោះយើងដាក់ទៅតួឯកយើងនឹងចាក់ឆាវតួឯកយើងចូលផ្ទះហើយឆ្អិនហើយម្ហូបយើងចាប់ផ្ដើមរៀបចំដួសដាក់ចានរួចហើយតោះជួយឲ្យបន្ទក់មើលបានបន្ទក់ដែរ